អាគីសិក្សាមួយខ្នងមានពីបន្ទប់កសាងអំពីថ្មប្រក់ក្បឿងតាមរយៈអង្គការកុមារមេគង្គជាអំណោយមូលនិធិ Lava Linia របស់ប្រទេសបារាំងចំណាយថវិកាជាង$20,000សហរដ្ឋអាមេរិកបានកសាងរួចរាល់ជាស្ថាពរផ្ដល់ជូនដល់សាលាបន្តីសិក្សាព្រះស្រែស្ថិតនៅភូមិព្រះស្រែឃុំតឡំស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2013ក្រមវត្តមានឯកឧត្តមសេនីយ៍តូរ៉ុនស្រៀងមានវិជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមានវិជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុងឱកាសនោះក៏មានការចូលរួមពីលោកអ៊ីឡុងអភិបាលរងខេត្តលោកម៉ាតាំងឆាលម៉ុងឌីយ៉ូប្រធានអង្គការកុមារមេគង្គនិងលោកស្រីម៉ាញ៉ូអ៊ីឡានិងស្វាមីជាប្រធានមូលនិធិ Lava Linia បានអញ្ជើញចូលរួមផងដែរលោកស្រីម៉ាញ៉ូអ៊ីឡាប្រធានមូលនិធិ Lava Linia បានមានប្រសាសន៍ថាមូលនិធិ Lava Linia គឺជាមូលនិធិទើបតែបង្កើតឡើងនៅក្នុងប្រទេសបារាំងហើយប្រទេសកម្ពុជាជាប្រទេសដំបូងគេដែលមូលនិធិរបស់លោកស្រីបានចំណាយថវិកាឧបត្ថម្ភអគារសិក្សាមួយខ្នងសម្រាប់ក្មួយៗកុមារកម្ពុជាបានចូលរៀនសូត្រដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍលើវិស័យធនធានមនុស្សនៅកម្ពុជាលោកស្រីបានមានប្រសាសន៍បន្តទៀតថានេះជាលើកទី1ដែលលោកស្រីនិងស្វាមីបានមកប្រទេសកម្ពុជាហើយមានការភ្ញាក់អារម្មណ៍និងពិនិត្យឃើញប្រទេសកម្ពុជាគឺមានការអភិវឌ្ឍរីកចម្រើនជាខ្លាំងដោយពំនឹកស្មានដល់ដោយកន្លងមកលោកស្រីធ្លាប់តែទទួលព័ត៌មានថាប្រទេសកម្ពុជាគឺជាប្រទេសមានសង្គ្រាមរ៉ាំរ៉ៃនិងធ្លាប់មានរបបប្រល័យពូជសាសន៍លោកស្រីបានមានប្រសាសន៍បន្តទៀតថាថ្ងៃក្រោយមូលនិធិលោកស្រីនឹងបន្តជួយឧបត្ថម្ភផ្នែកមនុស្សធម៌ជូនដល់ប្រទេសកម្ពុជាបន្តទៅតាមលទ្ធភាពដែលអាចធ្វើបានតមកឯកឧត្តមសេនីយ៍តូរ៉ុនស្រៀងបានមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរខេត្តក៏ដូចជាក្នុងនាមបិតាក្មួយៗកុមារនៅក្នុងឃុំតឡំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះលោកស្រីម៉ាញូអ៊ីឡានិងស្វាមីនិងលោកប្រធានអង្គការកុមារមេគង្គដែលមានទឹកចិត្តសប្បុរសហើយជួយជ្រោមជ្រែងនិងឧបត្ថម្ភនៅអគារសិក្សាមួយខ្នងមាន2បន្ទប់ជូនដល់ក្មួយៗកុមាររស់នៅក្នុងឃុំតឡំស្រុកមង្គលបុរីបានចូលរៀនសូត្រនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាឯកឧត្តមបានមានប្រសាសន៍បន្តទៀតថានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាទាំងមូលត្រូវពួកប៉ុលពតបំបត្តិចោលទាំងស្រុងដោយកុមារតូចៗនិងយុវជនក្នុងវ័យសិក្សាត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ត្រូវរបបបដិវត្តអាវខ្មៅសម្រាប់ចោលក៏ប៉ុន្តែវិស័យអប់រំបានងើបរីកដុះដាលឡើងវិញចាប់ពីថ្ងៃរំដោះ7មករាឆ្នាំ1979រហូតមកដល់បច្ចុប្បន្ននេះដោយគុណបំណាច់របស់គណៈបកប្រជាជនកម្ពុជាខ្ញុំវិជ្ជការអាប់ហ្សារ៉ាណេតរីកាពីខេត្តបន្ទាយមានជ័យ